ចាមៀបសួរសួស្តីបងប្អូនជាទីរាប់អានចាថ្ងៃនេះខ្ញុំមកនិយាយរឿងផ្ទាល់ខ្លួនមួយដែលរយៈពេលក្នុងមួយឆ្នាំកន្លះហើយដែលកើតមានមកលើខ្ញុំណាចាខ្ញុំវ័យចូល40បងប្អូនចឹងហើយគេថាវ័យចិត្តអស់រដូវដែលក្នុងមួយឆ្នាំកន្លះមកនេះខ្ញុំឲ្យតែក្រោកពីគេងឡើងខ្ញុំសង្កេតឃើញថាខ្ញុំឈឺឆ្អឹងឆ្អែងបងប្អូនហើយឈឺឆ្អឹងឆ្អែងហើយខ្ញុំអត់មានធ្វើការអីធ្ងន់ទេខ្ញុំជាស្ត្រីមេផ្ទះខ្ញុំជាអ្នកលក់អនឡាញធម្មតាទេចឹងហើយអត់មានទៅធ្វើការធ្ងន់ណាដែលធ្វើឲ្យយើងឈឺឆ្អឹងឆ្អែងទេប៉ុន្តែយើងក្រោកឡើងអត់ចង់រួចទេឈឺឆ្អឹងឆ្អែងសពទាំងអស់ចឹងពេទ្យក៏ណែនាំឲ្យខ្ញុំហូបកាល់ស្យូមជាមួយទឹកដោះគោអញ្ចឹងណាព្រោះដោយសារយើងវ័យចូល40ហើយវាគេហៅថាឈានចូលវ័យចិត្តអស់រដូវចឹងហើយខ្សោយសន្លាក់ឆ្អឹងអញ្ចឹងណាចឹងក៏ខ្ញុំហូបទៅធម្មតាទេអត់មានឃើញថាប្លែកអីទេក្រោយមកទៀតខ្ញុំបានស្គាល់នេះផលិតផលដែលខ្ញុំកំពុងបង្ហាញហ្នឹងគេហៅថា Omega Bond ដែលវាមានសមាសធាតុ Omega 3 Omega 6 Omega 9 រួមគ្នានៅក្នុងគ្រាប់តែមួយហើយវាមានសារធាតុផ្សំពីធម្មជាតិជាផលិតផលដែលនាំមកពីប្រទេសបារាំងសុទ្ធ 100% Original ចាហើយខ្ញុំក៏បានលេប3ទៅ4គ្រាប់ខ្ញុំសង្កេតឃើញថាខ្ញុំក្រោកពីគេងលែងឈឺឆ្អឹងឆ្អែងបងប្អូនចាស់លែងឈឺឆ្អឹងឆ្អែងសឹងថា 100% តែម្ដងហើយផលិតផលហ្នឹងគេឲ្យយើងហូបបាយញ៉ាំបាយបាន 3-4 ម៉ាត់អញ្ចឹងយើងញ៉ាំអាហ្នឹងមកគ្រាប់ចូលទៅហើយយើងញ៉ាំបាយបន្តទៀតចាអញ្ចឹងតែខ្ញុំអត់សូវបានថតទេព្រោះដោយសារពេលញ៉ាំបាយស្លៀកពាក់វាមិនសូវសមរម្យអញ្ចឹងណាហើយមួយទៀតវាបានជួយខួរក្បាលជួយបេះដូងជួយភ្នែកជាពិសេសគឺភ្នែកខ្ញុំឃើញស្រួលនៅក្នុងភ្នែកខ្លាំងដោយសារខ្ញុំអ្នកលក់អនឡាញសឡឹងទូរស័ព្ទបងប្អូនចុករយ stress នៅក្នុងភ្នែកពេលដែលបានញ៉ាំទៅវាជួយសម្រួលភាព stress ភាពតានតឹងនៅក្នុងភ្នែកនឹងហើយជាពិសេសជួយសន្លាក់បានល្អខ្ញុំសប្បាយចិត្តបងប្អូនដោយសារអីវាចាប់ផ្ដើមធ្វើទុកខ្ញុំខ្ទង់មួយឆ្នាំកន្លះជាងហើយបងប្អូនដែលខ្ញុំហូបកាល់ស្យូមផងហូបទឹកដោះគោផងវាអត់មានភាពធូរស្បើយដល់ពេលហូបថ្នាំនឹងវាលឿនពេកបងប្អូនត្រឹមតែ3ទៅ4គ្រាប់ខ្ញុំមានអារម្មណ៍ថាស្រួលមែនតើដែលងើបពីគេងអត់មានឈឺឆ្អឹងឆ្អែងទេហើយមួយទៀតវាជួយស្បែកខ្ញុំមានសំណើមទៀតណាស្បែកខ្ញុំក៏មុនថាប្រេះសកាខ្លាំងមែនតើឥឡូវហ្នឹងគឺស្បែកដូចភ្លឺហើយបើកញ្ចក់វិញលូតលាស់លឿនទៀតណាខ្ញុំចាប់អារម្មណ៍ឃើញវាប្លែកអញ្ចឹងណាចឹងបងប្អូនណាដែលគាត់ជួបបញ្ហាស្ថានភាពដូចខ្ញុំណាចាចង់ប្រើប្រាស់ផលិតផល Original មកពីបារាំងចាបងប្អូនអាចសាកសួរជាមួយនឹងខ្ញុំបានណានេះខ្ញុំប្រើរួចហើយល្អទៅនឹងខ្ញុំតាក់តងយកមកចែកចាយលក់បន្តជូនបងប្អូនណាចាយើងញ៉ាំទៅបងប្អូនញ៉ាំដើម្បីថែទាំបង្ការការពារសុខភាពយើងមិនថាខួរក្បាលមិនថាបេះដូងភ្នែកសន្លាក់សិតតែជាចំណុចសំខាន់នៃសរីរាង្គកាយរបស់យើងចា